ខ្ញុំប្រកាសណាសូមក្រាបថ្វាយបង្គំព្រះពុទ្ធជាគ្រូដោយគោរពខ្ញុំលើកយកសតបដ្ឋានមកចែកជាធម្មទានសតិមានន័យថារលឹកបឋានឋានដែលគួររលឹកអារម្មណ៍ជាទីតាំងនៃសតិហៅសតបដ្ឋានសតិជាតួចេតសិករលឹករូបធម៌និងនាមធម៌សតិជាធម្មជាតិរលឹកសភាវធម៌ទាំងពួងសតបដ្ឋានបើរាប់ជាគោលចំណុចធំមាន4ទី1កាយានុបស្សនាសតបដ្ឋានពិចារណារូបពិចារណាមហាភូតរូបនិងឧបាទាយរូបហៅរូបខណ្ឌទី2វេទនានុបស្សនាសតបដ្ឋានពិចារណានៅវេទនាជាអារម្មណ៍របស់សតបដ្ឋានហៅវេទនាខណ្ឌទី3ចិត្តតានុបស្សនាសតបដ្ឋានពិចារណាចិត្តមាន89ឬ121ហៅវិញ្ញាណខណ្ឌទី4ធម្មានុបស្សនាសតបដ្ឋានជាអារម្មណ៍របស់សតិហៅសញ្ញាខណ្ឌសង្ខារខណ្ឌសតបដ្ឋានរៀនតែអំពីបញ្ញខណ្ឌត្រៃលក្ខធម៌នាមធម៌រូបធម៌បញ្ញត្តិបរិមត្តចិត្តចេតសិករូបនិព្វានខ្ញុំសូមចែកជាធម្មទានតែប៉ុណ្នេះសូមជូនពរសុខភាពល្អជួបគ្នានៅវីដេអូពេលក្រោយ